Gefährlich, gefährlich hier. Den habe ich schon gesucht. សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ vlog ថ្ងៃទី6របស់ខ្ញុំហើយថ្ងៃនេះដែរមិត្តភ័ក្តិរបស់ខ្ញុំហើយនឹងសង្សារខ្ញុំ3នាក់យើងបានទៅកន្លែងមួយកន្លែងហ្នឹងគឺជាផ្ទះអ្នកមានកាលពីសម័យមុនតែឥឡូវគេដាក់ទៅជាសារមន្ទីរអញ្ចឹងយើងអាចចូលមើលបានប៉ុន្តែគេអត់អនុញ្ញាតឲ្យយើងឡើងទៅខាងលើទេគ្រាន់តែមើលរូបកាលសម័យមុនវាស្អាតបែបម៉េចអញ្ចឹងហើយនិយាយទៅគេសំដៅលើផ្ទាំងគំនូរស្អាតអីអញ្ចឹងហើយនេះមិត្តភ័ក្តិខ្ញុំពួកយើងបានថតរូបលេងបន្ទាប់ពីដើរមើលនៅកន្លែងហ្នឹងមិនទោះហើយពួកយើងក៏បានទៅជិះឡានក្រុងជិះរថភ្លើងទៅសួនសត្វនៅពេលហ្នឹងដែរពួកយើងក៏សម្រេចចិត្តថាទៅមើលសួនសត្វប៉ុន្តែពេលហ្នឹងមេឃកំពុងតែភ្លៀងហើយពងភាកគ្នាថាតើគួរទៅឬក៏អត់បន្ទាប់ពីនិយាយគ្នាត្រូវហើយក៏សម្រេចចិត្តថាទៅហ្មងហើយនេះដើរកដែលភ្លៀងអ្នកទាំងអស់គ្នាមើលបន្ទាប់ហើយពួកខ្ញុំក៏សម្រេចចិត្តថាជិះរថភ្លើងទៅហើយមិត្តភ័ក្តិខ្ញុំកំពុងតែ book ticket អូខ្ញុំប្រាប់អ្នកទាំងអស់គ្នាបើទៅអាឡម៉ង់យើងអាច down app មួយចាំខ្ញុំដាក់នៅលើ screen ហ្នឹង app មួយហ្នឹងដែរគឺឈ្មោះថា DP Navigator app ហ្នឹងគឺស្រួលមែនតើបើយើងចុចចូលទៅយើងដាក់ថាយើងចេញពីទីតាំងណាស្ថានីយ៍យើងហើយថាយើងចង់ទៅកន្លែងណាអញ្ចឹងពេលយើងចុច search ទៅវានឹង load ថាថ្លៃមែនហើយអស់រយៈពេលមែនមកនិយាយទៅ app ហ្នឹងគឺវាចាំបាច់មែនតើបន្ទាប់ពីជិះរថភ្លើងអស់រយៈពេល15នាទីមកពួកយើងក៏បានមកដល់ទីតាំងហើយពួកខ្ញុំក៏ទិញសវត្ថចូលអញ្ចឹងសម្រាប់សិស្សគឺអស់17អឺរ៉ូហើយសម្រាប់អ្នកដែលមិនមែនជាសិស្សគឺអស់23អឺរ៉ូហើយសង្សារខ្ញុំអស់23អឺរ៉ូគាត់មិនជាសិស្សហើយមិត្តភ័ក្តិខ្ញុំមិននឹងខ្ញុំបោកគេថាពួកយើងគឺជាសិស្សអញ្ចឹងណាហើយអញ្ចឹងអស់តែម្នាក់17អឺរ៉ូឯង17ក៏ថ្លៃដែរ Very playful. Zaun, das ist Zaun. បន្ទាប់ពីមកដើរមើលតិចហើយថតរូបលេងមិនតិចហើយពួកយើងដើរមើលតទៀតនិយាយទៅនៅនឹងខ្ញុំចូលចិត្តថងថាសួនសត្វគេគឺធំទីធ្លាគេខ្ញុំមិនដឹងថាមែនហិចតាខ្ញុំភ្លេចបានហើយប៉ុន្តែមិត្តភ័ក្តិខ្ញុំថាច្រើនហិចតាមែនតើដោយសារថាគេឲ្យសត្វហ្នឹងវាមានសេរីភាពឲ្យសត្វហ្នឹងមានអារម្មណ៍ថាវាដូចនៅក្នុងព្រៃអញ្ចឹងកុំឲ្យវាមានអារម្មណ៍ថាដូចនៅក្នុងទ្រុងនិយាយទៅគេគិតពីសត្វដែរអត់ដូចនៅភ្នំតាម៉ៅយើងតែភ្នំតាម៉ៅក៏ធំទ្រុងយើងធំដែរតែរបស់គេមើលទៅរៀងតំណឹងឲ្យផែនសុខភាពជាងហើយមានអ្នកទៅមើលឡើងច្រើនតែភាគច្រើនគេទៅលក្ខណៈគ្រួសារព្រោះគេនាំកូនគេទៅមើលសត្វអញ្ចឹងហើយពួកខ្ញុំមនុស្សធំឯនៅទៅមើលសួនសត្វទៀតប៉ុន្តែមានសត្វខ្លះនៅខ្មែរយើងអត់មានទេហើយខ្ញុំចូលចិត្តអញ្ចឹងឲ្យយើងដឹងថាអូរបៀបវរៈគេធ្វើមិនចឹងហើយនៅសួនសត្វគេហ្នឹងនិយាយទៅគេធ្វើមិនក៏ដោយឲ្យយើងចែកលុយគេមានតាំងពីកន្លែងលក់ចំណីអាហារនិយាយទៅគេចេះរៀបចំមែនល្អគួរឲ្យតាក់ទាញហើយបើទេសចរចំណាយពេលហ្នឹងវិញគ្រាន់តែដើរចូលមើលសត្វហ្នឹងគឺមួយថ្ងៃហ្មងមួយថ្ងៃហ្នឹងតដើរលឿនទៀតបើដើរយឺត2ថ្ងៃFence, you know, with the horns, it's the same. Yeah. Some people like to cut their horns. It weighs 80 kilograms. 80? Yes. Aber auch hier kann es die Umstände, die sich dadurch zum Beispiel einer Raupe
Denn wir dürfen nicht nur gut tanzen, sondern auch super gut laufen und klettern. Das möchte ich Ihnen jetzt gerne einmal zeigen. Dafür ist es super wichtig, dass jetzt alle gut sitzen bleiben. Bitte nicht versuchen, die Feier anzufassen und vielleicht auch die kleine Person einmal auf den Schoß nehmen. Wir kommen jetzt nämlich ein gutes Stück näher ran, also einmal vorne an die Zäune. Also ich wiederhole noch einmal, damit die Feier sich nicht erschöpft, aber jetzt bitte alle gut sitzen bleiben. Dankeschön. Don't stand up. Oh, it's gliding. So, jetzt ist es aber leider so, dass die natürliche Fressweite der Seehunde nicht die einzige Größe, die Tiere darstellen. Denn es gibt natürlich auch einige Menschenmasken haben und einer davon ist der Platzvogel in den Belgien. Denn nach wie vor gelangen jedes Jahr insgesamt bis zu 50 Millionen Tonnen Abwasser in Meere. Und das ist natürlich nicht nur eine Gefahr für die Umwelt, sondern auch für die Lebensbewohner wie die Seehunde. Denn sie können sich in den Müll verheddern, daran verletzen oder im schlimmsten Fall sogar mit der Nase verwechseln. Aus diesem Grund verlieren leider jedes Jahr viel zu viele Tiere. Die Menschen haben sich für die Umwelt gemacht, deshalb ist es auch unsere Verantwortung, dass wir uns um dieses Problem kümmern. Heute haben wir zum Glück unsere Experten dabei, wenn es jetzt eine Sache Zeit wird, die man gegen dieses Problem tun kann. Ja, die Feier hat das schon ganz richtig vor. Einfach mal in die Schlangen und ab in die richtigen Mülleimer damit. Dann ist der Müll auch schon nicht mehr ganz so eine große Gefahr. Ja, das sieht doch schon viel besser aus. Dankeschön, Frau Jansen-Aufmann. Das hast du super gemacht. Aber ich würde sagen, wir schauen besser noch mal nach, ob das Geld auch wirklich sauber ist. Und Feier, was denkst du, glaube ich, gut aus, oder? Ja, sehr gut. Wir merken uns also, dass Müll gehört in die Mülleimer und nicht in die Umwelt. Das Becken ist sauber und wir können weitermachen. Pelikan. Almost ate it. Photopy mưa phê cái bản show hay dương có bản đà màu thì tiết hay dương mà đo cái lại ổn này đi tôi tập hiệp luôn phía trên bên ta còn khuê như nhung như thằng ta còn anh khuê này But similar. Yeah. I think this is from Africa. Yeah, that's fine. Yeah. Oh, baby. Sweet. Looks like it has a beard. Photopy mưa dolphin hay mưa xoay ong hay nơi đầm bón mũi tiết cái lại như huynh bây giờ cho tới đó mới làm thay dương đôi nhau và xì chẳng cái phương nó đôi nhau và xì chẳng
ហើយសង្ខាសត្វស្វែងគឺវាត្រូវការបរិយាកាសដូចនៅខ្មែរយើងហើយនៅកន្លែងហ្នឹងគឺយើងត្រូវដើរឡើងខ្ពស់មែនតើហើយនេះគឺខ្ញុំកំពុងតែដើរឡើងទៅតោះតែយើងដើរឡើងទៅមិនថាយើងឃើញទេសភាពជុំវិញហ្នឹងហើយយើងឃើញសត្វស្វាក្រហមវាលូតចុះលូតឡើងអញ្ចឹងហើយនេះអ្នកផ្សេងគេចុះមកវិញហើយគេចុះយើងឡើងអញ្ចឹងនឹកតែប្រហែលហ្នឹងយើងអាចដើរបានតែ2នាក់ឯងម្នាក់ឡើងម្នាក់ចុះអញ្ចឹងដោយសារតែវាតូចជាងទៀតហើយនៅលើក៏ស្អាតដែរអ្នកទាំងអស់គ្នាបានឃើញឯងគឺសិតតែពណ៌បៃតងសុទ្ធមកហើយនៅលើក្បាលយើងហ្នឹងគឺគេឃុំកុំឲ្យសត្វហ្នឹងវាហើរចេញអញ្ចឹងហើយនៅហ្នឹងគឺមានសត្វស្វាខ្ញុំថាស្វាក្រហមហ្នឹងបន្ទាប់ពីមើលហើយពួកយើងក៏ដើរចុះទៅវិញហើយមួយទៀតយើងទៅដល់កន្លែងគេហៅ aquariums ហើយមានរូបប្រាសាទអង្គរវត្តខ្ញុំឡើងនឹងឡើងមានមោទនភាពហើយសប្បាយចិត្តមែនទែនពេលឃើញរូបគេដាក់អណ្ដើកចិត្តផុតពូចឲ្យសត្វប្រភេទនៅអាស៊ីគឺមាននៅតែខ្មែរយើងឯងនិយាយទៅគេលក្ខណៈថាគេបង្ហាញពីអត្តសញ្ញាណយើងអញ្ចឹងពេលគេយករបស់យើងមកអញ្ចឹងគេបង្ហាញមកអានេះសត្វហ្នឹងខ្ញុំអត់ដឹងថាសត្វអីប៉ុន្តែវាចិត្តផុតពូចហើយវាមាននៅលើលោកហ្នឹងមានតែនៅស្រុកខ្មែរយើងដែលមានហើយឥឡូវរីករាយនឹង aquarium នៅអាឡម៉ង់ទាំងអស់គ្នាThis one doesn't look good. It's dead. Look like sleeping. I want to see the eyes from the front.បន្ទាប់ពីមើលសួនសត្វហើយដល់វិញមកទៀតហើយអានេះសត្វតកង់ទាំងអស់គ្នាហើយល្ងាចឡើងខ្ញុំញ៉ាំអីហើយមើលរឿងហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអរគុណច្រើនបាយបាយ